ជាខ្មុំដែលយើងអានេះធំថ្មីណាកូនតែខ្ញុំនិយាយថាយើងវាទៅបង្កើតកូនថ្មីអញ្ចឹងយើងត្រូវធំដល់ថាកូនខ្មុំវាទៅបង្កើតតែវាកូនកើតច្រើនយើងត្រូវដាក់ផ្ទះ2ជាន់ឲ្យវាបើយើងអត់ដាក់ទេវាច្បាស់ជាហើរទៅក្នុងហ្នឹងអញ្ចឹងយើងដាក់វាអញ្ចឹងទៅហើយយើងដាក់ថ្នាំដាក់បាយដាក់ថ្នាំសម្រាប់ចៃខ្មុំកុំថាខ្មុំអត់មានចៃហ្នឹងគឺវាស៊ីស្លាប់វាអស់ខ្មុំអត់ហើរអត់រួចអញ្ចឹងយើងត្រូវសម្បត្តិចោលទាំងអស់អញ្ចឹងការរៀនអីយើងធ្វើការអីយើងត្រូវយកចិត្តទុកដាក់មើលវាអញ្ចឹងណាយើងត្រូវរៀនឲ្យចេះឲ្យអស់មិនថាចិញ្ចឹមឃ្មុំមិនថាដាក់ថ្នាំឲ្យឃ្មុំថ្នាំអីដែលបាញ់ទៅវាអត់ប៉ះពាល់ដល់កូនឃ្មុំថ្នាំខ្លះវាខ្លាំងបាញ់ទៅវាធ្វើឲ្យកូនឃ្មុំងាប់អស់ថ្នាំខ្លះវាបាញ់ទៅវាមានស្ថិរភាពងាប់ចៃឃ្មុំអស់តែឃ្មុំកូនឃ្មុំយើងគឺវានៅដដែលអញ្ចឹងហើយយើងត្រូវចេះបង្កើតកូនឃ្មុំចេះអីទាំងអស់ចឹងណាគឺស្រួលទៅថ្ងៃមកទៅយើងអាចអភិវឌ្ឍត្រឡប់ទៅស្រុកទេសយើងវិញយើងអាចទៅបង្កើតចិញ្ចឹមឃ្មុំណាចិញ្ចឹមឃ្មុំលក់ទឹកឃ្មុំអីចឹងណាហើយយើងអាចចិញ្ចឹមកូនឃ្មុំបើមានទៅថាអ្នកដែលគេចង់ចិញ្ចឹមឃ្មុំຂະຫນາດតូចឬមួយ10ធុង20ធុងអញ្ចឹងយើងអាចលក់កូនឃ្មុំឲ្យគេហើយយើងបង្រៀនគេមិនចាំបាច់យកលុយទេយើងគ្រាន់តែលក់តែកូនឃ្មុំនឹងឲ្យគេមកធុងមកអញ្ចឹងគេយក10ធុង20ធុងយើងបង្រៀនគេឲ្យចេះទៅមិនថាបងប្អូនយើងកូនក្មួយយើងគាត់ចង់បើកមុខលវចិញ្ចឹមខ្លួនយើងមានចំណេះអានឹងចេះអស់អញ្ចឹងក៏យើងអាចទៅបើករកស៊ីចិញ្ចឹមឃ្មុំនៅស្រុកខ្មែរក៏បានអញ្ចឹងពេលដែលយើងមកប្រទេសគេយើងកុំចោលមកសៀតទី1គឺយើងធ្វើការកន្លែងណាយើងត្រូវតែលួចមើលចំណេះវិជ្ជារបស់គេត្រូវធ្វើម៉េចដាក់ម៉េចឲ្យចេះហើយគឺយើងធ្វើការសន្សំលុយមិនថាបានប្រមាណក៏ដោយ70000 80000 1លានដុល្លារក៏ដោយគឺយើងមើលត្រឡប់ទៅវិញយើងអាចបើកធ្វើជាតកែគេធ្វើជាអាជីវកម្មខ្លួនឯងបាននៅប្រទេសរបស់យើងនៅស្រុកទេសរបស់យើងណាពេលយើងមកប្រទេសគេយើងកុំគឺហាលយឆាយសម្លៀកបំពាក់ដើរលេងអីចឹងណាយើងធ្វើការយើងត្រូវលួចមើលចំណេះគេយើងមើលចំណេះគេថាគេធ្វើមិនគេដូចថាបើយើងដាំបន្លែហាងដាំបន្លែយើងមើលគេដាំមិនអីមិនបើយើងធ្វើការហាងអីយើងមើលគេហើយយើងសន្សំលុយដាក់នៅក្នុងធនាគារដែលមានសុវត្ថិភាពជាទីបំផុតសំលុយយកស៊ីការប្រាក់ក៏បានដែរអញ្ចឹងយើងសំទៅហើយយើងជាមនុស្សស្រីយើងត្រូវចេះពីរមុខបើយើងចេះអាហ្នឹងមួយមុខហើយយើងត្រូវវាយអាស្អីគេហៅវាយអសចេញអានេះវីដេអូគេហៅស្អីគេទេវាយអាហ្នឹងមកវាលោតចេញមកជាអ្នកចុងភៅការ៉េគេរៀនធ្វើម្ហូបធ្វើគីមឈីអីអញ្ចឹងយើងរៀនអាហ្នឹងមួយមុខទៀតយើងមើលគេនៅក្នុងតាមFacebookហ្នឹងយើងមើលតាមវីដេអូ Facebook ហ្នឹងទៅយើងនឹងចេះម្ហូបការ៉េចេះធ្វើគីមឈីការ៉េអីគ្រប់បែបយ៉ាងហើយពេលដែលយើងរៀនចេះយើងអាចវិលត្រឡប់ទៅខ្មែរវិញយើងមានលុយសន្សំ
ដែលយើងធ្វើការយើងអាចទៅបើកហាងលក់ម្ហូបកូរ៉េក៏បានដែរអាហ្នឹងវាអញ្ចឹងសំខាន់គឺនៅលើយើងនេះឯងវាអត់មាននៅលើអ្នកណាទេនៅលើខ្លួនឯងតែម្ដងបើយើងមិនចាំបាច់ថាអូអត់ចេះអសមមិនចេះអសអីទេសំខាន់គឺនៅលើខួរក្បាលខ្លួនយើងហ្នឹងគឺតែយើងចេះចំណេះជំនាញខ្លួនឯងហ្នឹងឡើងចាំតាអូអត់ចេះអសធ្វើមិនធ្វើអីចាញ់កុំយើងចេះតិចតួចយើងអាចវាយវាទៅយើងស្ដាប់យើងមើលទៅឃើញគេធ្វើអីគេប្រាប់យើងដាក់មុខអីដាក់អីអញ្ចឹងយើងគឺយើងឆាប់ចេះលឿនអញ្ចឹងយើងកុំមកសបាយភ្លើតភ្លើនអី